ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Easy Cook ជា Channel ដែលចែករំលែកអំពីមុខម្ហូបខ្មែរឆ្ងាញ់ងាយស្រួលធ្វើថ្ងៃនេះយើងមានមុខម្ហូបមួយមុខដែលមានឈ្មោះថាស្លម្ជូរត្រកួនត្រីឆ្អើរសម្លនេះមានរសជាតិជូរបន្តិចផ្អែមល្មមត្រីឆ្អើរនិងត្រកួនមិនរលួយខ្លាំងទេបងប្អូនចាំបងប្អូនមុននឹងយើងចម្អិនយើងត្រូវរៀបចំគ្រឿងផ្សំគោលជាមុនសិនមានដូចជាប្រហុកត្រីឆ្អើរត្រកួនស្លឹកអំពិលម្អមនិងផ្លែអំពិលហើយក៏យើងត្រូវដាក់រំដេងនិងខ្ទឹមសបន្តិចផងដែរដើម្បីកាត់ក្លិនឆ្អាបពីត្រីណាបងប្អូនទោះយើងស្លត្រីឆ្អើរក៏ដោយចាប្រសិនបើបងប្អូនស្ដាប់ខ្ញុំនិយាយអំពីគ្រឿងផ្សំគោលមិនទាន់បងប្អូនអាចទៅមើលនៅក្នុងដើមវីដេអូបានណាបងប្អូនឥឡូវមុននឹងចាប់ផ្ដើមចម្អិនយើងត្រូវសម្អាតគ្រឿងផ្សំយើងជាមុនសិនបងប្អូនដំបូងខ្ញុំសម្អាតត្រកួនមួយទឹកពីរទឹកសិនណាបងប្អូនយើងធ្វើបែបនេះដើម្បីឲ្យជ័រត្រកួនវាជ្រះបានល្អពេលស្លទៅញ៉ាំវាមិនស្កាតណាបងប្អូនបន្ទាប់ពីខ្ញុំសម្អាតត្រកួនរួចហើយនេះខ្ញុំមកសម្អាតស្លឹកអំពិលម្ដងដើម្បីឲ្យវាជ្រះធូលីនិងដីដែលជាប់វាចំពោះស្លឹកអំពិលវិញនេះខ្ញុំដាក់បន្តិចទេពីព្រោះខ្ញុំដាក់ផ្លែអំពិលដែរប្រសិនបើបងប្អូនមិនមានផ្លែអំពិលដូចនាងខ្ញុំទេបងប្អូនអាចដាក់ស្លឹកអំពិលឲ្យច្រើនជាងខ្ញុំបានបន្ទាប់ពីខ្ញុំលាងស្លឹកអំពិលរួចនាងខ្ញុំលាងម្អមម្ដងឥឡូវខ្ញុំបានលាងបន្លែត្រកួនស្លឹកអំពិលនិងម្អមរួចហើយឥឡូវខ្ញុំចាប់ផ្ដើមដាក់ទឹកក្នុងឆ្នាំងដើម្បីយកទៅស្លចាំបងប្អូនសម្រាប់បរិមាណទឹកនាងខ្ញុំដាក់តែប្រហែល1ចានសម្លតែប៉ុណ្ណោះដោយសារសមាជិកខ្ញុំតិចដែរចាឥឡូវទឹកយើងបានពុះហើយនាងខ្ញុំនឹងចាប់ផ្ដើមជ្រុំប្រហុកតែម្ដងចានាងខ្ញុំដួសទឹកដាក់ចានជ្រុំយកតែម្ដងនៅពេលទឹកពុះណាបងប្អូនប្រសិនបើបងប្អូនមានកន្ត្រងជ្រុំបងប្អូនក៏ស្រួលដែរបន្ទាប់ពីជ្រុំប្រហុករួចនេះខ្ញុំដាក់រំដេងអំពិលនិងខ្ទឹមសបន្ទាប់មកនេះខ្ញុំក្រូមមួយផ្លែសិនបងប្អូនដើម្បីឲ្យអំពិលវាចេញជាតិជូរក្នុងទឹកសម្លយើងណាបងប្អូនបន្ទាប់ពីយើងក្រូមអស់មួយរំពោះឥឡូវយើងមកផ្សំគ្រឿងទេសម្ដងបងប្អូនគ្រឿងទេសនោះមានដូចជាអំបិលស្ករប៊ីចេងម្សៅស៊ុបជាដើមបងប្អូននេះខ្ញុំដាក់គ្រឿងទេសមួយមុខមួយចុងស្លាបព្រាបាយបងប្អូន
ប្រសិនបើបងប្អូនស្លោបរិមាណច្រើនជាងនាងខ្ញុំបងប្អូនអាចថែមគ្រឿងឲ្យច្រើនជាងខ្ញុំបាននៅពេលបងប្អូនដាក់គ្រឿងទេសរួចហើយបងប្អូនគ្របទុកមួយផ្លែតទៀតសិនណាបងប្អូនដើម្បីឲ្យគ្រឿងយើងរលាយនៅក្នុងទឹកសម្លសិនបន្ទាប់មកខ្ញុំដាក់ត្រកួនដំណើរត្រីឆ្អើរផងដែរណាបងប្អូនដើម្បីឲ្យវាឆ្អិនដំណើរគ្នាវិធីនេះធ្វើឲ្យសាច់ត្រីមិនបែកសាច់មិនរលួយខ្លាំងសាច់ត្រីនៅស្រួយឆ្ងាញ់ឥឡូវយើងដាក់ត្រកួនរួចហើយនាងខ្ញុំគ្របមួយរំពុះសិនឥឡូវសម្លយើងបានពុះហើយនាងខ្ញុំចាប់យកផ្លែអំពិលយកមកជ្រុំចានៅពេលបងប្អូនជ្រុំអំពិលរួចបងប្អូនភ្លក់ជាមុនសិនភ្លក់ឲ្យដឹងថាសម្លយើងបានជូរហើយឬនៅបន្ទាប់ពីជ្រុំអំពិលរួចប្រសិនបើបងប្អូនភ្លក់ទៅមិនទាន់ជូរទេបងប្អូនអាចថែមអំពិលបន្ថែមបានណាសម្លនេះខ្ញុំនេះភ្លក់ទៅវាជូរល្មមហើយនៅពេលជ្រុំអំពិលណាបងប្អូនបន្ទាប់មកនេះខ្ញុំដាក់ស្លឹកអំពិលនិងម្អមយកតែម្ដងចាបងប្អូនសម្រាប់សម្លម្ជូរនេះយើងញ៉ាំនៅក្តៅៗតែម្ដងដើម្បីកុំឲ្យច្រេញណាបងប្អូនពីព្រោះផ្លែអំពិលក៏យើងដាក់ស្លឹកអំពិលក៏យើងដាក់ប្រសិនបើយើងទុកយូរវាអាចនឹងច្រេញចាបងប្អូនសម្លម្ជូរត្រកួនត្រីឆ្អើររបស់យើងបានរួចរាល់ហើយចាមើលទៅសម្លម្ជូរត្រកួនយើងនេះតំណងណាស់រសជាតិជូរបន្តិចផ្អែមល្មមហើយសាច់ត្រីមិនទន់ពេកតើបងប្អូនអ្នកខ្លះចូលចិត្តសម្លម្ជូរស្រស់ស្រាយបែបនេះបងប្អូនអាច comment នៅខាងក្រោមវីដេអូបានណាបងប្អូនហើយនេះខ្ញុំសូមដឹងផងជាចុងក្រោយបើសិនបងប្អូនចូលចិត្តវីដេអូនេះសូមបងប្អូនជួយចុច like និង subscribe ដើម្បីគាំទ្រនឹងខ្ញុំផងណាបងប្អូនសូមអរគុណដែលបានទស្សនាហើយជួបគ្នានៅវីដេអូក្រោយណាបងប្អូនជម្រាបលា